វាជាប់លេខកូដដៃហើយទូរស័ព្ទនេះវាជាប់លេខកូដដៃបែបនេះជាទូទៅយើងត្រូវតែរះវាបើសិនជាយើងភ្លេចចឹងណា iPhone unavailable យើងវិធីដោះរបស់វាបើសិនជាវាចេញបែបនេះគឺយើងត្រូវតែ restore តែឥឡូវจะបង្ហាញបងប្អូនមួយដែលពាក់ព័ន្ធការដោះលេខកូដដៃដែលមិនចាំបាច់ restore ទី1បងប្អូនត្រូវមាន tool មួយនេះហើយទី2បងប្អូនបើកអានេះមកបើក C tool មកហើយទូរស័ព្ទយើងហ្នឹងដាក់ទៅយើងចុចវាលុតមកណាដាក់វាទៅជា DAU mode បងប្អូនដាក់វាទៅជា DAU mode សិនអូខេពេលវាចេញបែបនេះហើយបងប្អូនទាញនេះមកក្រោមមកហើយកលនេះឡើងលើតិចមកកន្លែងនេះបងប្អូនយកពាក្យថា Apple អានេះជាមួយនឹង Unlock Tool បងប្អូនអានេះយើងរក្សាវានៅបែបនេះដដែល Apple មកបងប្អូនចុចកន្លែងនេះណានេះ PWDFU ចុចវាមកយកនេះមកទូរស័ព្ទយើងទុកឲ្យវានៅជា DAU mode ដដែលសម្លឹងមើលទាំងអស់គ្នាអានេះកំពុងតែដើរយើងធ្វើកន្លែងមើលកន្លែងនេះផងកុំឲ្យបាត់ណាអូខេអានេះឃើញបាត់ទេឃើញបាត់ចឹងបងប្អូនដកខ្សែនេះមួយចេញមកហើយដោតខ្សែទៀតដោតវាចូលវិញបន្ទាប់មកបងប្អូនធ្វើវាម្ដងទៀតណាធ្វើវាម្ដងទៀតយើងមើលកន្លែងមើលកន្លែងនេះយើងមើលធ្វើម៉េចមិនបាត់អូខេពេលវាអូខេចេះហើយអានេះអត់បាត់បងប្អូនទាញវាមកក្រោមទៀតបងប្អូនរើសអានេះ iPhone អីគេអានេះ X Plus បងប្អូនណា iPhone X Plus អញ្ចឹងយើងចូលទៅកន្លែងនេះយើងរើស boot remedy យើងយកអានេះមកហើយសួរតានេះបានមកពីណាអានេះគឺយើង down យើងចុចកន្លែងនេះទៅគឺវាយើងមានហើយយើង down ហើយយើងមកកន្លែងនេះមកហើយយើងនេះ X Plus អញ្ចឹងយើងចុច boot remedy មកអាហ្នឹងយើងខ្ជិលរាយដែរណាយើងខ្ជិលរាយហើយយើងកន្លែងមើលទាំងអស់គ្នាយើងមើលកន្លែងនេះណាពេលវាចេញអូខេពីរដងចេះបងប្អូនទៅចុច volume dock power មួយមកបើសិននៅករណីវានេះបងទៅចុចបញ្ញាក់វាតិចមកណាឥឡូវវាមកហើយទុកឲ្យវាទៅតាមដំណើរសិនឃើញទេអានឹងយើងខ្ជិលរាយឡើង version យើងខ្ជិលឡើង version ទៅអីយើងធ្វើអញ្ចឹងទៅបានអានេះជារបៀបដែលយើង remove កូដដៃដែលយើងភ្លេចឬក៏របៀបដែលយើងចូលទៅ unlock iPhone disable តាមរបៀបនេះយើងអាចធ្វើបានណាអូខេឥឡូវពេលដែលវាចូលកន្លែងនេះហើយអានេះវាចេញបែបនេះអត់អីទេអញ្ចឹងយើងចុចកន្លែងនេះមួយមក fix mount to នេះទុកឲ្យទៅតាមដំណើរសិនទៅអូខេបន្ទាប់ពីចេញបែបនេះទូរស័ព្ទយើងវានៅតែអញ្ចឹងដដែលអញ្ចឹងយើងចុចកន្លែងនេះចុចកន្លែង factory reset ទេបងប្អូននេះដើម្បី reset អាកូដដៃ reset នេះយើងភ្លេចលេខកូដអញ្ចឹងយើងចុច reset វាមកចុច reset វាចោលវិញមកណាអូខេអញ្ចឹងទូរស័ព្ទយើងនឹងវានឹងអរ៉ាស់អស់ហើយនេះបងប្អូនឃើញទេវាអរ៉ាស់អស់ហើយយើងគ្រាន់តែចាំឲ្យទូរស័ព្ទនេះបិទឲ្យបើកវិញមកគឺចប់ហើយអត់បាច់ធ្វើអីទៀតទេអញ្ចឹងយើងចាំមានទីសិនទៅណាចេញឲ្យវាដើរសិន
bảo cái là viên cho một đau lại này hái chẳng ấy về tập phải set chọc tới từ sau bây giờ cứ bị tranhแบบนั้นtranhแบบนั้นdương tiền này làm lừa mới giờ nó khởi nhé iPhone 11 Plus version đọc của mỗi chạy Apple chạy đọc mỗi chứng dương cho active mà để check và từ sau nó miền iCloud active tới nè tại bỏ iCloud nước bàn chân dương 110 viên tỷ sinh dương 110 từng học này bao ok họ hỏi anh miền Pành Hà thì anh miền iCloud thế khởi nhé chẳng từ sạp dưới nâng trôi đào từ đó tùm rung thầm ở đây chẳng nè chẳng việc chạy nhạc khoa đấy ở Pành Hà thì chạy khoa đấy nhưng còn là đại internet tới cứ viên update lại ngày nữa là bảo cố nữa nhưng còn cho wifi tới cứ ok chẳng chẳng ở con chan ở lấy dương khinh tha từ sạp dưới nó cứ việc bàn này này hái việc bàn đo lịch cột trên nhái chẳng có bảo cố nữa nhưng việc đo lịch cột đây để dương mình chăm bài từ rai từ ấy nó mà dù thế dương thui chẳng tới bàn này ở con chan bảo cố đó nè